ឆ្នាំដែលមានលៀបធំសំណាងល្អនៅពាក់កណ្ដាលខែមេសាពាក់កណ្ដាលខែ4តើតម្រូវទៅលើឆ្នាំមានប្រមាណឆ្នាំអ្វីខ្លះឆ្នាំរបស់លោកអ្នកណាអញ្ចឹងទីទៀតចូលមកដល់ហើយបាត់ជម្រាបសួរខ្ញុំគ្រូផលសំណាងមកដល់ទៀតហើយជូនពរមានលៀបគ្រប់ក្រុមគ្រួសាររកស៊ីទទួលទានមានបានសំណាងល្អគ្រប់ក្រុមគ្រួសារធ្វើអ្វីបានសុខទាំងទៅសុខទាំងមកចូលមកដល់ឆ្នាំទាំង6ទៀតហើយដែលមានលៀបធំសំណាងល្អនៅពាក់កណ្ដាលខែមេសាពាក់កណ្ដាលខែ4ចូលមកដល់ឆ្នាំទី1ឆ្នាំឆ្លូវបាទសម្រាប់ឆ្នាំឆ្លូវលេខសំណាងរបស់អ្នកឆ្នាំឆ្លូវគឺ549ខមមិនលេខ549ដែលស្អាតចាញ់សូមឲ្យមានលៀបពុតប្រកាស 100% នៅក្នុងពាក់កណ្ដាលខែមេសាពាក់កណ្ដាលខែ4នឹងតើរំដៅទៅលើឆ្នាំរបស់អស់លោកអ្នកគិតគូរផលល្អប្រសើរការនៅលាវលាតធ្វើអ្វីមួយតែតែបានផលល្អប្រសើរនៅក្នុងពាក់កណ្ដាលខែមេសាយើងនៅឆ្នាំឆ្លូវគឺជាឆ្នាំឱកាសមួយដែលល្អប្រពៃគិតគូប្រឡងលោកធំនឹងជួយសន្តោសប្រពន្ធអីប្រឡងឡើងនន្តរស័ក្តិឬមួយក៏ធ្វើអ្វីមួយបានផលល្អជាទីកប់ចិត្តសម្រាប់អ្នកដែលឆ្នាំឆ្លូវនៅក្នុងដើមខែមេសាដើមខែ4យើងនឹងសំណាងល្អណាឆ្នាំទី1ឆ្នាំឆ្លូវឲ្យចូលមកដល់ឆ្នាំទី2ឆ្នាំថោះបាទសម្រាប់ឆ្នាំថោះគឺជាកបួលឆ្នាំមួយដែលល្អប្រពៃនៅក្នុងពាក់កណ្ដាលខែមេសាពាក់កណ្ដាលខែ4យើងនឹងដើរហើយលេខសំណាងរបស់នៃឆ្នាំថោះគឺ978ខមមិនលេខ978អាសេចេញសូមឲ្យមានលៀបពុតប្រកាស 100% នៅក្នុងពាក់កណ្ដាលខែ4ពាក់កណ្ដាលខែមេសាយើងនឹងឆ្នាំថោះនឹងអាចបានល្អម៉ួយចាស់ម៉ួយថ្មីដែលស្ងប់ស្ងាត់ពីមុនមកដូចឆ្នាំថោះនឹងអាចបានល្អប្រសើរឬមួយក៏រីករាយសប្បាយកាយាឬមួយក៏ក្តីស្រឡាញ់បាត់បង់ក្តីស្រឡាញ់បាត់បង់ស្នេហានោះឆ្នាំថោះគឺជាកពូលឆ្នាំដែលល្អប្រសើរនៅក្នុងពាក់កណ្ដាលខែ4យើងនឹងហើយលេខសំណាងគឺ978ខមមិនសូមឲ្យបានពុតប្រកាសសៀសូមចក្រៃទៅតាមសៀអស់សំណាងល្អណាឆ្នាំទី2ឆ្នាំថោះឲ្យចេញណាឲ្យចូលមកដល់ឆ្នាំទី3ឆ្នាំរូងបាទសម្រាប់ឆ្នាំរោងលៀបធំនៅពាក់កណ្ដាលខែ4ពាក់កណ្ដាលខែមេសាឆ្នាំទី3ឆ្នាំរោងនឹងគឺឱកាសល្អប្រពៃលេខសំណាងរបស់នៃឆ្នាំរោងគឺ268ខមមិនលេខ268អាសេចេញសូមឲ្យបានលៀបពុតប្រកាស 100% ចូលមកដល់ដៃនៅក្នុងពាក់កណ្ដាលខែមេសាពាក់កណ្ដាលខែ4យើងនឹងឆ្នាំទី3ឆ្នាំរោងផលធំលោកធំនឹងជួយសន្តោសប្រប្រណីមេត្តាករណាដល់ស្នួនបាត់បង់ក្តីស្រឡាញ់ឬមួយក៏បាត់បង់ស្នេហានោះនឹងអាចវិលមករកទ្រនំសម្រាប់នៅក្នុងពាក់កណ្ដាលខែ4យើងនឹងហើយឆ្នាំរោងឱកាសល្អប្រពៃបើកហាងឬបរិយាអាជីវកម្មនោះនឹងអាចបានសំដោយបំណងពងប្រាថ្នាសំណាងល្អណាឆ្នាំទី3ឆ្នាំរោងហើយចូលមកដល់ឆ្នាំទី4ឆ្នាំម៉ូមីបាទសម្រាប់ឆ្នាំមមីលៀបធំទៀតហើយនៅពាក់កណ្ដាលខែ4ពាក់កណ្ដាលខែមេសាយើងនឹងលេខសំណាងរបស់នៅឆ្នាំមមីគឺ888ខមមិនលេខ888អាសេចេញសូមឲ្យមានលៀបពុតប្រកាស 100% នៅក្នុងពាក់កណ្ដាលខែ4យើងនឹងឆ្នាំមមីគឺជាឱកាសមួយដែលសមគួរសមប្រពៃបាត់បង់ក្តីស្រឡាញ់បាត់បង់ស្នេហានោះនឹងបាច់វិលរកទ្រនំក្តីស្រឡាញ់ផលធំគិតគូរអ្វីនឹងអាចសំដូចបំណងពងប្រាថ្នាការចាយវាយឬមួយអ្វីនោះនឹងអាចបានផលចំណេញមកវិញបើកហាងឬមួយប្រកបអាជីវកម្មថ្មីបានផលល្អសំដូចបំណងពងប្រាថ្នាសម្រាប់អ្នកដែលឆ្នាំម៉ូមីប៉ុន្តែឆ្នាំម៉ូមីនឹងអាចមានបញ្ហាខ្លះឬមួយរកម្មរកោជាមួយគេហៅថាមនុស្សផ្ទុយភេទប្តីប្រពន្ធឬមួយក៏សង្សារតែកិច្ចការងារនឹងអាចបានជោគជ័យសំណាងល្អនៅឆ្នាំទី4ឆ្នាំម៉ូមីហើយណាឲ្យចូលមកដល់ឆ្នាំទី5ឆ្នាំវោកទៀតហើយបាទសម្រាប់ឆ្នាំវោកទៀតឲ្យដែលមានលៀបធំសំណាងល្អនៅពាក់កណ្ដាលខែ4ពាក់កណ្ដាលខែមេសាឆ្នាំវោកគឺជាឱកាសដែលល្អសមដូចបំណងពងប្រាថ្នាលេខសំណាងរបស់នៃឆ្នាំវោកគឺ998ខមមិនលេខ998អាសេចេញសូមឲ្យមានលៀបពុតប្រកាស 100% ចូលមកដល់ដៃនៅក្នុងពាក់កណ្ដាលខែមេសាពាក់កណ្ដាលខែ4យើងនឹងឆ្នាំវោក
បានដំណើរកំសាន្តល្អរីករាយស្រឡះតលាយក្នុងអារម្មណ៍ក្នុងគួរមិនសូវជាអាប់អួរមួម៉ៅក្តៅកាយបន្ទុះសារាយពីមុនមកគឺរំសាយចិត្តបានសុខស្រួលសម្រាប់តែឆ្នាំវកពួកឆ្នាំវកនៅក្នុងខែ3នឹងគឺលំបាកហត់នឿយចិត្តហត់ទាំងចិត្តហត់ទាំងកាយប៉ុន្តែដល់ពាក់កណ្ដាលខែ4នេះគឺនឹងអាចបានសនុកស្រុកស្រួលចូលមកដល់ជីវិតហើយសំណាងល្អណាឆ្នាំទី5ឆ្នាំវកហើយញ៉ៃណាឲ្យចូលមកដល់ឆ្នាំទី6ឆ្នាំរកការលៀបធំនៅពាក់កណ្ដាលខែមេសាពាក់កណ្ដាលខែ4ឆ្នាំរកការទៀតហើយអញ្ចឹងងាកវោករកាគិតគូផលធំកាលណាឆ្នាំរកានឹងអាចបានផលល្អលេខសំណាងរបស់នៃឆ្នាំរកាគឺ168ខមមិនលេខ168អាសាចេញសូមឲ្យមានលៀបពិតប្រកប100%ចូលមកដល់ដៃនៅក្នុងពាក់កណ្ដាលខែ4ពាក់កណ្ដាលខែមេសាយើងនឹងសំណាងល្អគិតគូអ្វីតែបានផលផ្លែផ្កាដំណើរកំសាន្តឬមួយក៏ធ្វើអ្វីមួយចេញពីសំណាក់ក្រុមគ្រួសារសាច់ញាតិឬមួយក៏ម៉ាក់ប៉ាសំណាក់ញាតិមិត្តនៅជិតឆ្ងាយទាំងប្រមាណនោះនឹងផ្ដល់ផលប្រយោជន៍ឲ្យលៀបនៅក្នុងរយៈឆ្នាំរកានឹងអាចបានផលល្អប្រសើរកាលណាកាក្តីបាត់បង់ក្តីស្រឡាញ់មេត្រីមេត្រាគិតគូផលល្អកាលណានឹងអាចបានសុខសាន្តត្រាននៅក្នុងពាក់កណ្ដាលខែ4ពាក់កណ្ដាលខែមេសាយើងនឹងឲ្យលេខសំណាងគឺ168ខមមិនសូមឲ្យបានលៀបពុតប្រកប100% share សូមឲ្យចង្រៃទៅតាម share អស់សំណាងល្អណាឆ្នាំទី6ឆ្នាំរកាកពូលឆ្នាំទាំង6ដែលមានលៀបធំសំណាងល្អនៅពាក់កណ្ដាលខែ4ពាក់កណ្ដាលខែមេសាមានតែ6នឹងទៀតទីមុននឹងបញ្ចប់បាទមុននឹងអស់លោកអ្នករកមើលដេញលេខទូរស័ព្ទឬមួយក៏ដេញឈ្មោះដេញអីហ្នឹងគឺវាប្រាក់មកទិញលេខរៀងមុនហើយលេខ Telegram 0.1 ការ៉េ8 751 0.1 ការ៉េ9 305បើសិនជាអស់លោកអ្នករកមើលតាក់ទងតាម Telegram នឹងមកហើយបញ្ជាក់ជូនទិញលេខរៀងមុនបាទទិញលេខរៀងមុនមើលម្នាក់$10ក៏មានមើលវាសនាមច្ឆជីវិតម្នាក់$111បើសិនជាអស់លោកអ្នកឈឺជង្គង់ឈឺកញ្ញោឈឺឆ្អឹងឈឺចែងបើថ្នាំគ្រាប់បើសិនជាអស់លោកប្រូស្រីឈឺកាពះពវៀនរោគថ្លាបេះដូងប្រកាំងសៃប្រសាទត្រូវអំពើប្រេចស្នេហ៍បើថ្នាំទឹកតែបើសិនជាអស់លោកអ្នកឆុងសយបើសេវាសណាញ់បើសិនជាឆុងមកជុំបើយន់មីតាបូលបើសិនជាឆុងតិចតួចយើងប្រើយន់ស្នែមុខសំណាងល្អណាឆ្នាំទាំង6មុននឹងបញ្ចប់សូមប្រសិទ្ធិពរជ័យសេរីសួស្តីជ័យយ៉ាងគុលសុខរកស៊ីមានបានសំណាងល្អហេណានិយាយឈ្មោះពីរដបនេះកាពះពវៀនរ៉ាំរៃត្រូវអំពើផ្ដាច់ស្នេហ៍ជំងឺទាស់150មុខទាស់រដូវមិនទៀងឈឺជង្គង់ឈឺកញ្ញោឈឺឆ្អឹងឈឺឆ្អែងប្រកាំងសៃប្រសាទលៀមទល់លៀមមួកក្អួតធ្លាក់ឈាមលាហើយជំងឺទាំងប្រមាណនេះ2ដបយកទៅក្លុកចូលគ្នាញ៉ាំមួយថ្ងៃ3ដងធានាគុណភាពបើកម្លាំងខ្សោយកលៀនខ្សោយផ្លូវភេទភ្នែកគេហៅថាសវាងគួរក្បាលគិតស្ត្រេស2ដបយកទៅក្លុកចូលគ្នាធានាលាហើយជំងឺរ៉ាំរ៉ៃលាហើយពាក្យថាឈឺសរសៃលៀនឌីសអាយ៉ាអាយ៉យ5ឆ្នាំ10ឆ្នាំញ៉ាំតែ2គ្រាប់4គ្រាប់លាហើយជំងឺអាយ៉ាអាយ៉យជាប់សរសៃលៀនឌីស